ខ្ញុំគិតថា AI tool នោះមានប្រយោជន៍សម្រាប់ SME ខ្លាំងមែនទែនហើយសប្តាហ៍នេះសូម្បីតែពេលខ្ញុំ coach ទៅដល់ផ្ដល់គេថាការបង្រៀនទៅដល់ SME ហ្នឹងក៏យើងបង្រៀនគាត់ពី AI tool គេហៅថា basic មួយចំនួនគឺមូលដ្ឋានទេអត់ដល់កម្រិតស៊ីជម្រៅផងគឺ tool សាមញ្ញដែលគាត់គេថាមានសមត្ថភាពក្នុងការរៀនណាដឹងណាអញ្ចឹងអឺបើសិនជា SME គាត់ដូចថាចង់បន្តធ្វើការរលូនគឺគាត់អាចប្រើ AI tools មួយចំនួនចាគាត់អាចreach out មកខ្ញុំផ្ទាល់ចាយើងអាច share contact ទៅកាន់ពួកគាត់អាច reach out មកបងផ្ទាល់បងអាច share tools មួយចំនួនដែលមានប្រយោជន៍និយាយទៅនរណាក៏គាត់អាច access បានដែរហើយ free of charge ទៀតគាត់អាចប្រើនៅក្នុងការ operate business របស់គាត់ទៀតចាទស្សនៈពីរផ្សេងគ្នាហ្នឹងយើងតែងតែឮជារឿយហើយវាមិនថ្មីទេគឺជាតាំងពីសម័យគេហៅ STEAM engine នៅអឺរ៉ុបមកដល់ឥឡូវគេហៅ AI ចា artificial intelligence គឺយើងតែងតែមានភាពភ័យខ្លាចទៅនឹងអ្វីដែលយើងអត់ស្គាល់គេហៅ fear for the unknown ណាឬក៏ fear of the unknown វាជារឿងសាមញ្ញទេប៉ុន្តែតាមតែបងអនុវត្តផ្ទាល់គឺយើងឃើញថា AI tools នេះវាជា assistant របស់យើងឯងវាជា assistant របស់ពួកយើងប៉ុន្តែក៏ជំរុញឲ្យមនុស្សមួយចំនួនដែលគាត់រៀងខ្ជិលធ្វើឲ្យគាត់ស្វាហាប់ជាងមុនរៀនបានច្រើនជាងមុនគាត់គិតថាបើសិនជាគាត់ចង់ beat AI គាត់ត្រូវរៀនអីថ្មីច្រើនចាព្រោះមនុស្សយើងលក្ខណៈខុសពី AI គឺយើងមាន emotional intelligence យើងមាន EI ចាអញ្ចឹងបងជឿថា AI មិនអាច beat មនុស្សបានទេលុះត្រាតែយើងបណ្ដោយឲ្យគេ beat បណ្ដោយឲ្យ AI beat អញ្ចឹងមានថាយើងត្រូវរៀនពី tool ទាំងអស់ហ្នឹងដើម្បីឲ្យ tool ទាំងអស់ហ្នឹងវាជា assistant វាជួយ support ការងារយើងចាតាមដោយបងនិយាយអញ្ចឹងតាមតែបងអនុវត្តផ្ទាល់គឺ AI គឺគេ set up មកគឺដើម្បីជួយយើងក្នុងការធ្វើការឲ្យវា more efficient អញ្ចឹងបើសិនជាយើងខ្លាចឬក៏យើងភាពរអាទៅនឹង tool ទាំងអស់ហ្នឹងគឺយើងរៀនទាំងអស់ហ្នឹងទៅចាគឺអ្វីដែលថ្មីគឺយើងស្វែងយល់រៀនទៅហើយបើសិនជាវាមានប្រយោជន៍ការងារយើង apply វាមកការងារយើងមកធ្វើឲ្យយើងកាន់តែមាន skill ជាងមុនចា